ម៉ោង7:10យប់ហើយមានការងារចូលមកមួយហ្នឹងហើយសម្រាប់ការងារមួយនេះម៉ាស៊ីនត្រជាក់ហ្នឹងមានទឹកស្រក់ទឹកហូរហ្នឹងហើយអញ្ចឹងយើងមកត្រួតពិនិត្យមើលសិនតើម៉ាស៊ីនត្រជាក់មួយគ្រឿងនេះវាទឹកហូរមកពីអ្វីហ្នឹងហើយពីព្រោះថាម៉ាស៊ីនត្រជាក់មួយគ្រឿងនេះទឹកតែលាងហើយទេហ្នឹងហើយអញ្ចឹងយើងដោះកម្របវាមកត្រួតពិនិត្យមើលសិនតើខាងក្នុងវាមានសយោវាស្ទះឬមួយសយោវាអត់បានដោតឬមួយសយោវារបូតសយោទឹកចេញទៅខាងក្រៅហ្នឹងហើយអញ្ចឹងចាំយើងមកដោះប្រឡងចេញសិនហ្នឹងព្រោះម៉ាស៊ីនត្រជាក់នេះប្រឡងទាំងអស់មានខាងមុខនឹងមាន3ឥឡូវហ្នឹងសល់តែ2ទេប្រឡោះកដាលអត់មានទេហ្នឹងហើយភាគច្រើនដោះហើយភ្លេចដាក់ទៅវិញដល់ពេលអញ្ចឹងទៅធ្វើឲ្យប្រឡងហ្នឹងវាអត់គ្រប់ហ្នឹងហើយនេះមានអ្នកទេមកទៀតហ្នឹងមិញហ្នឹងណាអូខេចាំយើងមកដោះកម្របមើលសិនតើនៅខាងក្នុងហ្នឹងមានសយោរបូតឬមួយយ៉ាងណាដែរហ្នឹងហើយទឹកហូរទៅតាក់ហើយណាទឹកស្រក់ហ្នឹងហើយព្រោះឯម៉ាស៊ីនត្រជាក់នេះទឹកតលាងហើយទេហ្នឹងហើយអញ្ចឹងវាអត់ថៅអីមានសយោស្ទះទេហ្នឹងហើយឃើញហើយហ្នឹងហើយអ្នកនរគ្នាហ្នឹងហើយមកពីសយោវារបូតហ្នឹងសយោទឹកខ្មៅហ្នឹងវារបូតចេញពីកន្លែងប្រហោងទឹកធ្លាក់ទៅក្រៅហ្នឹងហើយវាមិនរបូតទេតាមមើលទៅរបៀបដូចថាភ្លេចដាក់ឬមួយយ៉ាងណាទេហ្នឹងហើយខ្ទង់ជាភ្លេចដាក់ហ្នឹងហើយសយោនេះហ្នឹងហើយលាងម៉ាស៊ីនត្រជាក់ហើយអត់បានដោតវាចូលទៅវិញដល់ពេលកាលណាបើកម៉ាស៊ីនត្រជាក់ចឹងទៅធ្វើឲ្យទឹកហ្នឹងវាហៀចុះមកខាងក្រោមហ្នឹងហើយមិនសើមតិចណាសើមច្រើនមែនតើណាពេញមកបន្ទប់ហ្មងហ្នឹងណាដល់ពេលយើងបើកម៉ាស៊ីនត្រជាក់រៀងយូរចឹងទៅទឹកពីម៉ាស៊ីនត្រជាក់ហ្នឹងវាហូរមកដែរហ្នឹងហើយហូរមកស្រក់តាមពេញឬក្រូខាងក្រោមហ្នឹងហើយអានេះយើងស្រួលទេយើងបាច់ចាំធ្វើអីច្រើនទេយើងគ្រាន់តែដកកម្របវាចេញមកហើយយើងញុកសយោនឹងចូលទៅវិញទៅហើយចាំយើងមួលប្រឡងវាមាន2ហ្នឹងយើងមួលចូលទៅវិញទៅហ្នឹងហើយចាំយើងមកសម្អាតកន្លែងឬក្រូខាងក្រោមហ្នឹងហើយសិតតែទឹកណាហើយម៉ាស៊ីនត្រជាក់វាត្រជាក់ខ្លាំងទឹកក៏វាហូរច្រើនហូរលឿនទៀតហ្នឹងហើយប្រឡាក់ទាំងអស់ពេញណាពេញណៃហ្មងតាមប្រឡោះកញ្ចក់តាមលូកញ្ចក់ប្រហោងកញ្ចក់អីហ្នឹងមានទឹកទាំងអស់ហ្មងហ្នឹងហើយអូខេហើយភ្ញៀវគាត់ចេះតែបខំយើងទេណាសួរថាហើយនៅម៉ាស៊ីនត្រជាក់អត់គ្នាពងធ្វើមិនតាន់ហើយអស់ហងផងភ្ញៀវនៅតែសួរបន្ទប់នេះបន្ទប់ជនជាតិឥណ្ឌាហ្នឹងហើយមកបន្ទប់ហ្នឹងគាត់ដេកតែ2នាក់ទេប្រុសប៉ុន្តែគេមកគ្នាច្រើនហ្នឹងទៅមកម្ដង3 4បន្ទប់ចឹងហ្នឹងហើយមនុស្សច្រើនហ្នឹងហើយបន្ទប់នេះយើងក៏សម្អាតហើយយើងក៏ពូតទឹកចោលហ្នឹងទឹកច្រើនហ្នឹងតែច្រើនហ្នឹងហើយជូតបានទ្រុសធំមកបានអស់ទឹកហ្នឹងហើយយប់នេះមានការងារម៉ាស៊ីនត្រជាក់ហ្នឹងមកពីគ្រឿងហ្នឹងហើយមកបន្ទប់មុននោះម៉ាស៊ីនត្រជាក់ដំណើរការប៉ុន្តែវាអត់ត្រជាក់ហ្នឹងហើយបន្ទប់នេះម៉ាស៊ីនត្រជាក់ប៉ុន្តែទឹកមានទឹកស្រក់ហ្នឹងហើយអានេះយើងក៏បានសម្អាតហើយអស់ហើយហ្នឹងហើយបិទកញ្ចក់ភ្ញៀវហើយយើងក៏មូលអ្វីអវ៉ាន់ទៅបន្ទប់ជាងយើងវិញហើយកណាត់មិញហ្នឹងយកផុសអ្នកសម្អាតបន្ទប់មកឥឡូវហ្នឹងយកទៅឲ្យគេវិញហ្នឹងហើយថ្ងៃនេះមានភ្ញៀវច្រើនគួរសមដែរហ្នឹងហើយនៅស្ថានភាពហ្នឹងហើយយប់នេះរួមនឹងម៉ាស៊ីនត្រជាក់2គ្រឿងនិងការងារពីមុនមកហ្នឹង2ការងារទៀត4ការងារនឹងដើរចុកជើងដែរហ្នឹងណាអ្នកនរគ្នាហ្នឹងហើយក៏សម្រាប់វីដេអូនេះចប់ត្រឹមតែប៉ុណ្្នេះអ្នកនរគ្នាហ្នឹងហើយជួបគ្នាទៅក្រោយបាយជម្រាបលា